បងប្អូនណាខ្លះចូលចិត្តញ៉ាំគាវសូមខមមិនខាងក្រោមនេះម្នាក់មួយផងក្នុងវីដេអូនេះខ្ញុំមានបង្ហាញជាមួយនឹងវិធីធ្វើគាវដែលមានរសជាតិឆ្ងាញ់ដូចនេះសូមជួយ share ម្នាក់មួយផងចំពោះគ្រឿងផ្សំគឺខ្ញុំមានជាមួយនឹងស្ពៃក្តោប1ក្តោបប្រហែលជា7 គីឡូខ្ញុំយកវាទៅសោសចាឲ្យវាទន់គឺឲ្យវារលួយទេឲ្យវាទន់ហើយបន្ទាប់មកខ្ញុំយកវាមកកាត់ហើយនឹងចាចិញ្ច្រាំវាឲ្យទូចល្អិតបែបនេះឯងបន្ទាប់ហើយយើងទុកម្ល៉េះសិនចាបន្ទាប់ពីយើងច្រាំអស់ហើយយើងយកវាមកពូជទឹកចេញឲ្យអស់បងប្អូនហើយបន្ទាប់មកគឺយើងលាយជាមួយនឹងគ្រឿងសាច់យើងសាច់ជ្រូកខ្ញុំប្រើ6ខាំខ្ញុំប្រើទឹកប្រេងខ្យង2ស្លាបព្រាបាយទឹកស៊ីអ៊ីវ2ស្លាបព្រាបាយហើយជាមួយនឹងអំបិលកន្លះស្លាបព្រាម្រេចម៉ដ្ឋកន្លះស្លាបព្រាស្ករ1ស្លាបព្រាព្រមទាំងម្សៅឆាចំនួន2ស្លាបព្រានិងម្សៅខ្ញីចំនួនកន្លះស្លាបព្រាបងប្អូនអាចប្រើខ្ញីស្រស់ជំនួសក៏បានដែរនិងខ្ទឹមសចិញ្ច្រាំហើយជាមួយនឹងប្រេងល្ងចំនួន2ស្លាបព្រាដែរហើយជាចុងក្រោយខ្ញុំបន្ថែមពងមាន់ចំនួន2គ្រាប់ចាបន្ទាប់មកយើងធ្វើការច្របល់គ្រឿងដែលយើងបានផ្សំមិញហ្នឹងចូលគ្នាឲ្យសព្វចាយើងធ្វើការវឹកគ្រឿងនិងសាច់ហ្នឹងឲ្យចូលគ្នាបានល្អហ្នឹងបានជាសាច់យើងស្នូលយើងឆ្ងាញ់ណាតែមកយើងចាក់ជាមួយនឹងស្ពៃក្តោបដែលយើងបានរៀបចំទុកពីមុនហើយនឹងចារៀបចូលឲ្យយើងច្របល់ឲ្យសព្វដែរហើយស្ពៃក្តោបនិងសាច់ជ្រូកហ្នឹងគឺចូលសាច់គ្នាបានល្អធ្វើបែបហ្នឹងបានជាស្នូលយើងញ៉ាំទៅឆ្ងាញ់នេះគឺស្លឹកកញ្ឆាយចាស្លឹកកញ្ឆាយគឺខ្ញុំបានហាន់ដាក់កង់ខ្លីៗបែបនេះឯងចំពោះស្លឹកកញ្ឆាយគឺខ្ញុំអត់ដាក់ទាំងអស់ទេគឺខ្ញុំដាក់ម្ដងបន្តិចដើម្បីយើងច្របល់ឲ្យសព្វគ្នាបានល្អបរិមាណស្លឹកកញ្ឆាយចាខ្ញុំអត់បានថ្លឹងទេបងប្អូនចាខ្ញុំដាក់ស្មានដែរអញ្ចឹងណាអញ្ចឹងអាចដាក់តិចដាក់ច្រើនទៅតាមចំណូលចិត្តអញ្ចឹងនេះចូលដល់របៀបខ្ចប់អញ្ចឹងខ្ញុំកាន់ស្លឹកគាវមួយស្លឹកមកហើយខ្ញុំដួសសាច់ដាក់ទៅក្នុងនឹងហើយបន្ទាប់មកគឺខ្ញុំបានលាបទឹកជុំវិញការលាបទឹកខ្ញុំយកកូនលភាមកបៀកទឹកវិញខ្ញុំអត់យកម្រាមដៃខ្ញុំបៀកទេគឺណាយើងយកម្រាមដៃយើងបៀកម្រាមដៃយើងសើមពេលដែលយើងខ្ចប់ទៅវាអត់ងាយដូចវាប៉េប៉ាអញ្ចឹងណាបងប្អូនចាអញ្ចឹងយើងអាចប្រើដោយឡែកពីគ្នាជាងមកគឺងាយស្រួលចាអញ្ចឹងយើងយកគាវស្រងខាងហ្នឹងយកមកចាយកមកផ្អាប់បញ្ចូលគ្នាហើយយើងធ្វើការច្រវាច់ច្រវាច់វាឲ្យជាប់អញ្ចឹងណាបងប្អូនចាហើយសម្រាប់ដាក់ស្នូលចំពោះយើងអត់សូវប៉កែខ្ចប់អញ្ចឹងយើងកុំដាក់ស្នូលច្រើនចាដាក់ដូចប៉ាខ្ញុំនេះគឺសម្រាប់អ្នកទុំរៀងខ្ចប់ដំបូងគឺងាយស្រួលខ្ចប់ចាបើយើងជំនាញហើយយើងអាចដាក់ស្នូលរៀងច្រើនជាងហ្នឹងចាហើយខ្ញុំចេះខ្ចប់គាវ4របៀបប៉ុន្តែនៅក្នុងវីដេអូនេះខ្ញុំបង្ហាញតែមួយរបៀបពេកកុំឲ្យវីដេអូវែងពេកអញ្ចឹងណាហើយខ្ញុំនឹងអាចនឹងមានចេញវីដេអូផ្សេងទៀតសម្រាប់ខ្ចប់គាវ4របៀបចានេះ4របៀបដែលខ្ញុំខ្ចប់ណាហើយសម្រាប់គាវហ្នឹងគឺយើងអាចយកមកចំហុយក៏បានដែរឬក៏យកទៅចៀនបំពងក៏បានដែរសម្រាប់ចំហុយគឺយើងអាចចំហុយពី20ទៅ25នាទី40នាទីហ្នឹងគឺគាវយើងឆ្អិនឯងចាអញ្ចឹងបងប្អូនកុំភ្លេចធ្វើញ៉ាំណាគ្រប់គ្នាដែលបានញ៉ាំហើយគឺតែចូលចិត្តញ៉ាំគាវទាំងអស់ហើយជាពិសេសកូនយើងតែម្ដងអញ្ចឹងបងប្អូនមើលហើយកុំភ្លេច like comment ហើយជាមួយនឹង share វីដេអូនេះម្នាក់មួយផង